ខេសួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូដែលអ្នកទាំងអស់គ្នាបង្កើតបាតទំព័រអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចូលពាក្យថាបាតទំព័រអូខេបាតទំព័រហ្នឹងគឺមានន័យថាអ្នកទាំងអស់គ្នាដាក់បណ្ដាញសង្គមរបស់អ្នកទាំងអស់គ្នាដូចជា Facebook Page របស់អ្នកទាំងអស់គ្នា TikTok របស់អ្នកទាំងអស់គ្នាហើយនិង Telegram ឬក៏ YouTube Channel របស់អ្នកទាំងអស់គ្នាហើយអ្នកទាំងនោះក៏អាចដាក់ map ទីតាំងហាងរបស់អ្នកទាំងអស់គ្នាបានដែរអូខេអញ្ចឹងបាតទំព័រនេះមានន័យថាជាបណ្ដាញសង្គមរបស់អ្នកទាំងអស់គ្នាគឺដាក់ដើម្បីឲ្យអ្នកទិញគាត់ងាយស្រួលតាក់ទងទៅអ្នកទាំងអស់គ្នាដូចជា Facebook Page ឬក៏ TikTok ហាងរបស់អ្នកគ្នា Telegram ឬក៏ YouTube ហើយអ្នកគ្នាក៏អាចដាក់ទីតាំងហាងបានដែរហើយបន្តមក logo បាតទំព័រអ្នកគ្នាអាចដាក់ក៏បានមិនដាក់ក៏បានដែរអូខេអញ្ចឹងក្នុងករណីនេះអញ្ចឹងគឺខ្ញុំសូមដាក់អ្នកគ្នាគ្រាន់តែចូល profile page របស់គ្នាហើយ copy link មកយកមកផានទៅក្នុងនេះមកបន្តមកបើសិនជាអ្នកគ្នាមាន TikTok អ្នកគ្នាគ្រាន់តែ copy TikTok ហាងរបស់អ្នកគ្នាហើយមកផាសចូលដែរមកបើសិនជាអ្នកមាន Telegram បើសិនជាអ្នកទាំងអស់គ្នាអត់មានក្នុងចំណោមនេះអ្នកគ្នាអាចដាក់ឲ្យវាតំណេរបានដោយមិនចាំបាច់តម្រូវការឲ្យដាក់ទេបន្តមកទីតាំងហាងបើសិនជាអ្នកទាំងអស់គ្នាមានលក់ហាងនៅក្រៅអ្នកគ្នាក៏អាចដាក់ទីតាំងហាងរបស់អ្នកទាំងអស់គ្នាបានដែរតែបើសិនជាអត់មានទេក៏អត់បញ្ហាដែរអញ្ចឹងរូបរាងដែលអ្នកទាំងអស់គ្នាបានឃើញគឺនឹងមានរូបរាងបែបនេះអូខេបន្តមកអ្នកគ្នាគ្រាន់តែចុចទៅលើប៊ូតុងរក្សាទុកបាតទំព័រអូខេបន្ទាប់ពីអ្នកគ្នាបានបានជោគជ័យហើយអ្នកគ្នាអាចចូលទៅកាន់ហាងរបស់អ្នកគ្នាមើលជាគំរូតមកអ្នកនេះគ្រាន់តែ scroll ទៅបាតទំព័រនិងអ្នកនេះទទួលបានបណ្ដាញសង្គមរបស់អ្នកនេះនៅខាងក្រោមនេះអញ្ចឹងនៅពេលដែលអ្នកទិញគាត់អាច click ទៅលើ Facebook នោះវានឹងនាំអ្នកទិញទៅកាន់ page របស់អ្នកទាំងអស់គ្នាបន្ទាប់មក Telegram នោះគេនឹងចូលទៅកាន់ Telegram របស់អ្នកគ្នាហើយទីតាំងនៅពេលដែលគាត់ចុចគឺនឹងទៅដល់ទីតាំងរបស់អ្នកទាំងអស់គ្នាអូខេក្នុងករណីនេះអញ្ចឹងនៅពេលដែលអ្នកទិញគាត់ចុចទៅលើ Facebook នោះអ្នកទិញគាត់នឹងច្បាស់ជាតំណមកកាន់ page Facebook របស់អ្នកទាំងអស់គ្នាអញ្ចឹងគាត់អាចឆាតសួរព័ត៌មានលម្អិតរបស់អ្នកទាំងអស់គ្នាបាន